ចំពោះសង្គ្រាមបានផ្ដល់ផលប៉ះពាល់ជាច្រើនទៅដល់ក្រុមគ្រួសាររបស់ខ្ញុំទីមួយធ្វើឲ្យបាត់បង់នៅសមាជិកគ្រួសារបន្សល់នៅស្ត្រីមេម៉ាយដែលទទួលរងនៅការចិញ្ចឹមបីបាច់កូនជាច្រើននៅក្នុងបន្ទប់គ្រួសារហើយទីពីរនោះគឺបាត់បង់នៅទ្រព្យខូចខាតនៅទ្រព្យសម្បត្តិដែលជាប្រយោជន៍រួមជាស្នូលនៃការកសាងសេដ្ឋកិច្ចនៅក្នុងគ្រួសារដើម្បីអភិវឌ្ឍនៅក្នុងគ្រួសារផ្ទាល់ដូច្នេះហើយនៅពេលនេះគឺយើងមានតែការសោកស្ដាយដែលយើងបានបាត់បង់នៅទ្រព្យសម្បត្តិជាច្រើនដែលបង្កពីសង្គ្រាមនិងពីការជឿនពៀនរបស់អ្នកជិតខាងរបស់យើងមកកាន់ប្រទេសចូលត្រង់មួយនេះពលច្រើនមកកាន់ខ្ញុំវាបានធ្វើឲ្យខ្ញុំប្រាស្រ័យក្រុមគ្រួសារយើងដឹងហើយថានៅពេលដែលមានសង្គ្រាមគឺយើងត្រូវការរត់ចោលទេសម្បែករត់ចោលរបស់ទ្រព្យយើងទ្រព្យសម្បត្តិផ្សេងអញ្ចឹងវាធ្វើឲ្យយើងនឹងភៀសស្ទឹកដើម្បីរកកន្លែងទីទួលសុវត្ថិភាពចាក់ចេញពីសង្គ្រាមហើយវាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិឬលុយកាក់ធនធានជាច្រើនដែលខ្ញុំមានគឺធម្មតាទៅពេលដែលទម្លាក់គ្រាប់ពេលផ្លោកគ្រាប់ហ្នឹងគឺវាប៉ះពាល់ខ្លះអញ្ចឹងវាខូចខាតច្រើនដល់ធនធានថវិកានិងវាធ្វើឲ្យយើងខាតបង់ពេលវេលារបស់យើងទៀតយើងត្រូវការរត់ភៀសខ្លួនដើម្បីរកទីទួលសុវត្ថិភាពគ្រាមនេះគឺបានបន្សល់ទុក3ចំណុចគឺទី1ហ្នឹងដល់គ្រួសារហ្នឹងគឺមានការខំពិបាកបាត់បង់សមាជិកក៏ដូចជាការបាត់បង់ចំណូលដែរទី2ហ្នឹងគឺហេដ្ឋារចនាសម្ព័ន្ធហ្នឹងគឺយើងបាត់បង់ប្រាសាទគឺធ្វើឲ្យបែកបាក់ប្រាសាទដែលយើងបានរក្សាទុកជាយូរអង្វែងហើយទី2ហ្នឹងគឺបាត់បង់ស្ពានហ្នឹងគឺដែលគាត់បានខំកសាងដើម្បីជាដំណើរធ្វើឲ្យប្រជាពលរដ្ឋប៉ុន្តែពេលនេះបានកោះហើយទី3ហ្នឹងគឺបាត់បង់ទៅលើផ្លូវក៏ខូចខាតដោយសារតែជាមួយនឹងក្របបែកទៅធ្វើឲ្យខូចខាតផ្លូវចំពោះផលលំបាកមួយទៀតគឺយើងពិបាកនៅក្នុងបាត់បង់នៅការសិក្សាព្រោះថាសង្គ្រាមមានការបាញ់បោះមកគឺយើងបាត់បង់នៅការសិក្សារៀនសូត្រធ្វើឲ្យយើងនឹងបាត់បង់នៅចំណេះដឹងមួយផ្នែកទៀតដែលជាបញ្ហាដ៏ចម្បងមួយនិងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសរបស់យើងដែរគឺវាបង្កផលលំបាកច្រើនគឺទី1គឺយើងរស់នៅในភាពភ័យខ្លាចធម្មតានៅពេលដែលស្រុកទេសមានគ្រាមគឺយើងរស់នៅในការភ័យខ្លាចព្រួយបារម្ភហើយវាធ្វើឲ្យយើងឃ្លាតឆ្ងាយពីផ្ទះសម្បែងយើងត្រូវការរត់ដើម្បីរកកន្លែងទីទួលសុវត្ថិភាពហើយយើងឃ្លាតឆ្ងាយពីផ្ទះសម្បែងរបស់យើងដែលយើងធ្លាប់រស់នៅអញ្ចឹងវាពិបាកពីបញ្ចប់សង្គ្រាមបានបន្សល់ទុកផលវិបាកដូចជាមួយគឺហេដ្ឋារចនាសម្ព័ន្ធគឺយើងបាត់បង់ច្រើនដូចជាសាលារៀនមន្ទីរពេទ្យផ្លូវស្ពានហើយនឹងអីដែលសំខាន់ជាងគេនោះគឺជាប្រាសាទដែលយើងបានរក្សាបេតិកភណ្ឌពិភពលោកមកយូរមកហើយពេលនេះត្រូវបានបាត់បង់ទី2គឺសមាជិកនៅក្នុងគ្រួសារហើយក៏ដូចជាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាសមាជិកគ្រួសារគឺការមានការបាត់បង់ក៏ដូចជាការថយប្រាក់ចំណូលដែរដល់ពេលដែលនៅក្នុងគ្រួសារមួយបាត់បង់មេគ្រួសារនោះនឹងបាត់បង់ចំណូលនៅក្នុងគ្រួសារទី3បាត់បង់ផ្នែកដល់សេដ្ឋកិច្ចរបស់ក្នុងប្រទេសកម្ពុជាគឺប្រទេសកម្ពុជាយើងគឺធ្លាក់សេដ្ឋកិច្ចមែនទែនដោយសារតែការដែលមានសង្គ្រាមគឺលែងមានសូវមានជនបរទេសគាត់មកចូលរួមហើយនឹងការដើរទៅទេសចរផ្នែកផ្សេងដែរនិងការចក្រាការរ៉ូស៊ីយ៉ាងធ្វើអាជីវកម្មក្រោយក្នុងនាមយើងគឺជាតកាណសក៏ដូចជាមនុស្សជាតិទាំងអស់គ្នាគឺយើងគួរតែចេះឲ្យតម្លៃទៅលើសន្តិភាពព្រោះយើងទាំងអស់គ្នាដឹងហើយថាសង្គ្រាមគឺវាគ្មានអ្វីដែលល្អសម្រាប់យើងទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមក៏ដូចជាការសិក្សារបស់និស្សិតឬក៏សិក្សានិស្សិតហើយសង្គ្រាមគឺវាតែងតែមានផលប៉ះពាល់ទៅលើទ្រព្យសម្បត្តិទាំងទ្រព្យសម្បត្តិរដ្ឋក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋដូច្នេះក្នុងនាមយើងជាប្រជាមនុស្សជាតិទាំងអស់គ្នាយើងគួរតែចេះឲ្យតម្លៃទៅលើសន្តិភាពព្រោះសន្តិភាពវាជួយឲ្យយើងមានការអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន